សូមលើកមករំលែកដល់រំលឹកសូមដល់កូនកៅទាំង3គុណពុទ្ធគុណពធនិងគុណព្រះសង្ឃហើយក៏សូមគោរពបងប្អូនទាំងអស់គ្នាដែលបានស្ដាប់ទស្សនាផងដែរថ្ងៃនេះខ្ញុំចង់និយាយពីការយល់ឃើញរបស់ខ្ញុំចំពោះសភៅភិក្ខុបនេចរនេះគឺជាសភៅមួយដែលនិយាយពីថាការអានរបស់លោកគួយកុសលហ្នឹងគាត់អានគឺមានលក្ខណៈជាលក្ខណៈសាមញ្ញធម្មតាជាលក្ខណៈយើងអាចពិចារណាដើម្បីមើលឃើញដំណើរធម្មជាតិដូចជាពេលជួបស្ត្រីជរាឬក៏ទីកន្លែងឬក៏ស្ត្រីជរាអគ្គិភ័យពយល់ប្រកបដោយហេតុផលដែលអាចធ្វើជាគ្រឿងពិចារណាដល់យើងដើម្បីរំដោះទុក្ខបានច្រើនសម្រាប់ខ្ញុំគឺប្រកបដោយហេតុដោយផលដែលស្ដាប់ហើយគួរឲ្យជ្រះថ្លាអញ្ចឹងហើយបានខ្ញុំចែករំលែកឬក៏ខ្ញុំអប់ឡូតឬក៏ប៉ុស្តិ៍បន្តនៅភិក្ខុបនេចរបន្តទៀតនេះហើយព្រោះខ្ញុំឃើញថាវាមានប្រយោជន៍បើសិនយើងដាក់ចិត្តស្ដាប់យើងពិតចេះថ្លាក្នុងពធយើងពិតជាចូលចិត្តនៅហេតុផលចេះជាក់លើកម្មផលឬក៏មើលទៅហេតុផលដែលថាអាចពិសោធន៍ឃើញអាចពិសោធន៍មើលទៅវាពិតជាអញ្ចឹងមែនអានឹងគឺមានប្រយោជន៍ច្រើនណាស់ព្រោះមានការអប់រំបញ្យលផ្លូវចិត្តបានច្រើនក្នុងភិក្ខុបនេចរនេះហើយបន្តមកទៀតខ្ញុំក៏ចង់និយាយចែករំលែកថាបើសិនជាយើងបោនចិត្តទៅព្រះសមណគោតមក៏ដោយភិក្ខុបនេចរក៏ដោយកន្លែងណាយើងចូលចិត្តដូចតាមអធិស្ឋានរៀងខ្លួនចូលចិត្តកន្លែងណាយើងស្ដាប់កន្លែងហ្នឹងទៅដើម្បីយកជាបទពិសោធន៍ក្នុងជីវិតយើងបានហ្នឹងគឺមានប្រយោជន៍ច្រើនហើយសម្រាប់ទៅមុខទៀតខ្ញុំនឹងប្រហែលជាខ្ញុំចង់អាប់ឡូតមានលិនទៅបញ្ហាប៉ុន្តែដោយនឹងសធាន័យធរហើយសារអភិធម្មនឹងគាត់ថាវិបាកក្នុងការឲ្យបងប្អូនមួយចំនួនធំលោកយល់ដែរហើយក៏វាប្រហែលជាមិនមានប្រយោជន៍ខ្លាំងសម្រាប់បងប្អូនច្រើនប៉ុន្តែបើសិនបងប្អូនជ្រះថ្លាចូលចិត្តនៅមីលិនតបញ្ហាធ្លាប់ឮខ្លះដែរបើចង់ស្ដាប់ឲ្យបានក្បោះក្បាយបងប្អូនអាចទៅស្ដាប់ក្នុង channel របស់លោកគួយកុសលក្នុងឈ្មោះគួយកុសលអញ្ចឹងទៅវាយគួយកុសលអញ្ចឹងទៅក៏ឃើញកន្លែង channel របស់លោកក៏រមើលកន្លែងមីលិនតបញ្ហាសូម្បីសមណគោតមក៏មានភិក្ខុបនេចរក៏មានហើយមានច្រើននៅក្នុងហ្នឹងក្នុងន័យធរលោកអានមានលក្ខណៈពិរោះក្បោះក្បាយល្អអញ្ចឹងបងប្អូនអាចទៅ search នៅនឹងបានហើយខ្ញុំក៏ប្រហែលជាអត់បាន share នៅអ្វីដែលលោកបានអានបន្តទៀតឬអ្វីដែលច្រើនទៀតព្រោះខ្ញុំជ្រះថ្លាជាគោលហ្នឹងដែលខ្ញុំជ្រះថ្លាលោកអានគឺព្រះសមណគោតមនេះមួយហើយនឹងភិក្ខុបនេចរនេះឯងដែលជាទីជ្រះថ្លានៃខ្ញុំអញ្ចឹងហើយខ្ញុំនឹងបន្តទៀតខ្ញុំនឹងប៉ុស្តិ៍ឬក៏អាប់ឡូត share នៅការអានអំពី3ដកលើកមកក្នុង3ដកទាំង110ក្បាលនឹងលើកដោយសង្ខេបកន្លែងណាដែលខ្ញុំគិតថាមានតម្លៃមានគិតថាវាល្អឬក៏អាចយើងនិយាយទៅអាចពិសោធន៍បានឬក៏កន្លែងហ្នឹងដែលជាជីវិតសាមញ្ញយើងដែលអាចយើងក៏បីយល់ខ្ញុំនឹងលើក share មកក្នុង3ដកចំពោះណានៅលេខទីប្រមាណរៀងទីប្រមាណអញ្ចឹងហើយបងប្អូនអាចទៅមើលបើអ្នកជ្រះថ្លាក្នុងធម៌បងប្អូនក៏ស្ដាប់ដើម្បីជាបទពិសោធន៍ក្នុងជីវិតក្នុងការរស់នៅក៏អត់អីដែរអញ្ចឹងណាអញ្ចឹងខ្ញុំក៏ចង់ចែករំលែកថាបន្តទៀតខ្ញុំនឹងអាន3ដកសង្ខេបកន្លែងដែលខ្ញុំគិតថាល្អឬក៏អាចខ្ញុំគិតថាវាមានអានទៅវាមានប្រយោជន៍អ្នកដឹងក៏វាមានប្រយោជន៍សម្រាប់អ្នកដឹងចេះដឹងជាបទពិសោធន៍ឬក៏ជាមេរៀននៃជីវិតជាអ្វីដែលគួរបបពិសោធន៍មើលឬក៏អ្វីដែលជាការពិតដែលយើងគួរដឹងអញ្ចឹងខ្ញុំនឹងអានឬក៏នឹងបន្តទៅខាងក្រោយទៀតតែខ្ញុំចំណែកការអានរបស់លោកគួយកុសលខ្ញុំឈប់ត្រឹមប៉ុណ្ណេះឯងអញ្ចឹងខ្ញុំអត់បានប៉ុស្តិ៍អាប់ឡូតតទៀតទេបើចង់ស្ដាប់ជ្រះថ្លានឹងការអានរបស់លោកយ៉ាងណាសូមទៅរកកន្លែងវាយនៅក្នុង channel របស់លោកគួយកុសលទៅនោះនឹងឃើញហើយខ្ញុំក្រោយបន្តនេះខ្ញុំនឹង share អំពីចែករំលែកអំពីធម៌ក្នុង3ដកដោយសង្ខេបតែគោលហើយបើបងប្អូនចង់មើលពិស្ដារក៏អាចទៅមើល3ដកបានអញ្ចឹងប៉ុណ្្នឹងឯងខ្ញុំអត់មានអីច្រើនទេគឺការយល់ឃើញរបស់ខ្ញុំប៉ុណ្ណោះហើយបើមានការខុសឆ្គងហើយប្រការណាដែលបងប្អូនអាចណែនាំឬក៏អាច comment ឬក៏អាចប្រាប់ខ្ញុំបានខ្ញុំបើថាខ្ញុំកែបានខ្ញុំព្យាយាមអស់លទ្ធភាពអាចធ្វើទៅបានអញ្ចឹងពេលនេះសូមអរគុណគ្រប់លានជម្រាបលាបងប្អូនអរគ្នា